ទុកមកដុំសូមឈ្នះសិនប៉ុន្តែក្រោយពីឈ្នះរៀងខ្លួនចាចាប់ដៃគ្នាធម្មតាគេសួយទៅដល់ស្រុកវិញនឹងជប់លៀងរួមគ្នាទៀតបាទឥឡូវយើងមើលគូឯករបស់យើងវិញបាទឯកឧត្តមលោកជំទាវភ្ញៀវកិត្តិយសលោកអង្គញាអ្នកអង្គញាទូនេះជាគូឯកអាចនិយាយបានថាជាទូខ្លាំងរបស់ថ្នាក់ជាតិទៀតបាទសារាយតេជោសែនជ័យមកពីបាទពីជ័យរាំងសីពុកអស័យសក្កដាលជាមួយរតនកុមារតេជោសែនជ័យអ្នកព្រែកក្មេងបាទថ្ងៃនឹងយកត្រីឆ្អើមកអត់នឹងកែវកុមារនៅព្រៃក្មេងអរិយស័ព្ទបាទឥឡូវប៉ះគ្នាមកសិលមិញបាទការពូកងលទ្ធផលទៅរតនកុមារក៏នៅពីលើបាទឥឡូវនេះបាទសារាយនឹងនិយាយរួមឈ្នះគឺ0.11 វិបាទ11 វិបាទឈ្នះកតុយកដាលឥឡូវយើងមើលដល់បឿនអត់ចាញ់គ្នាទេគូទាំងពីរនេះគឺជាគូដែលឯកបាទគូឯកតែម្ដងហើយអ្វីដែលបងប្អូនយើងកំពុងតែតន្ទឹងរង់ចាំបានមកដល់ហើយសារាយតេជោសែនជ័យសារាយតេជោសែនជ័យកាលពីឈ្មោះពីដើមគេមានសារាយផុតសារាយសែនជ័យអូច្រើនណាស់ឈ្មោះបាទហើយទូកនេះនៅសម័យព្រះរាជានោះគឺបញ្ជាឲ្យទៅទិញនោះម្ចាស់ការបាទយកមកនេះប្រវត្តិខ្លះឥឡូវយើងគុំនិយាយយើងនិយាយតែលបឿនទាំងពីរវិញបាទលេងគ្នាទូកខ្លាំងប្រចាំខេត្តកណ្ដាលណាមកចំហៀងម្នាក់ឥឡូវយើងយកចាំមើលយ៉ាងម៉េចសិតអាអ្នកជើងទឹកដូចគ្នាទេណាបាទចានិយាយពីសារាយតេជោសែនជ័យមិនដែលធ្លាក់ក្រោមលេខ6ទេអត់ដែលទេបាទមានលេខ2លេខ1លេខ2លេខ3លេខ4លេខ5បាទឆ្នាំមុនលេខ5លេខ5អត់ដែលដល់លេខ6ទេនិយាយរួមថាអញ្ចឹងតាបាទឥឡូវយើងមើលបាទសារាយតេជោសែនជ័យឯកស្ថានពណ៌ខ្មៅបាទចុងយ៉ាវ៉ាពណ៌សខ្សែទឹកខាងក្នុងចំណែកឯរតនកុមារតេជោសែនជ័យបាទព្រែកក្មេងក្រុងអរិយស័ព្ទបាទយ៉ាងម៉េចទៅហើយបាទវត្តកែវកុមារណេតលេងគ្នានៅមុខវេទិកាគូនេះជាគូឯកឥឡូវសូមសម្លេងហួរខ្លាំងមួយមកបាទខ្សែទឹកខាងក្នុងដល់បន្តិចហើយសារាយតេជោឥឡូវនេះយើងមើលបាទនេះកំពុងតែលេងគ្នាបាទឥឡូវយ៉ាងម៉េចដែរបងសានសុកហៀងនឹងបាទហៅគូដៃលេងអង្គុយហើយទៅជួយអ៊ំទៀតបាទជួយអ៊ំខាងរតនកុមារតេជោសែនជ័យនឹងកំពុងអ្នកខ្លាចមកនឹងនៅមុខទូបាទកំពុងតែមើលហើយឥឡូវមកលេងគ្នាឥឡូវจะមើលសារាយឬរតនៈបាទអីយ៉ាអូល្អណាស់ណាលបឿនល្អមែនទេស័កសមទៅជើងខ្លាំងបាទឥឡូវនេះសារាយដកហើយនេះអូយសារាយមកដកដែរអូយ30ម៉ែត្រចុងក្រោយអូយបាទល្អណាស់អូនសានសុខហៀងបាទបងសានសុខហៀងអើយបាទឈ្នះមួយជើងហើយប៉ុន្តែរតនកុមារតេជោសែនជ័យក៏មិនអស់មិនអត់ដែរណាមិនធម្មតាទេល្អអីល្អយ៉ាងនេះតាំងពី0ម៉ែត្ររហូតដល់1000